មានកម្លាំងត្រឹមនឹងទេបន្តទៀតមកហ៎អ្នកមើលងាយខ្ញុំគ្មានប្រយោជន៍ទេខ្ញុំចង់បានជីវិតគាត់នេះកិច្ចសន្យាចុះហត់លេខាទៅបើហ៊ានខកខានគ្រប់ម៉ាត់ដែលនិយាយយប់នេះស្អែកនឹងធ្លាក់ដល់ដៃគូគ្រួសាររបស់អ្នកជាមិនខានចេះលើកលែងឲ្យគេផងទេល្អណាស់គេមិនបាច់ធ្វើជា slow ទេខ្ញុំចូលចិត្តសត្វព្រៃដែលចេះខំគេជាងអ្វីដែលអ្នកចង់បានភាពស្ដាប់បង្គាប់ខ្ញុំឲ្យអ្នកប៉ុន្តែបើគាត់ស្លាប់ខ្ញុំធានាថាអ្នកនឹងបានត្រឹមសាក11អសខ្ញុំចុះហត្ថលេខាហើយមនុស្សក៏ខ្ញុំសង្គ្រោះដែរប៉ុន្តែមុននឹងដល់ពេលនោះខ្ញុំត្រូវទារការប្រាក់បន្តិចសិនគេក្មេងល្អយប់មិញក៏គ្រាន់តែជាការសម្ដែងលេងដែរបើមិនចឹងទេលោកនាយកចូលបើអ្នកមិនប្រកាសជាយកជាការមែនទេដឹងវិញថេងកុំហៅបែបយកចិត្តទុកដាក់ពេកគ្រាន់តែលេងជាមួយនាងពីថ្ងៃប៉ុណ្ណោះខ្ញុំខំគិតថាខ្ញុំឆ្លងដែនច្រើនដងព្រោះតែចូលចិត្តអ្នកមែនទេដូច្នេះយប់នោះគ្មានន័យអ្វីទាំងអស់ត្រឹមជាមនុស្សចាស់ទុំប៉ុណ្ណោះលោកនាយកចូលប្រហែលជាមិនមែនលេងមិនកើតទេដឹងនិយាយម្ដងទៀតមើលតាមផ្លូវច្បាប់ខ្ញុំនៅតែជាក្មេងរបស់ខ្ញុំដដែលស៊ីអៀនឈីយ៉ែននៅយប់នេះខ្ញុំរត់មិនផុតទេឲ្យតែខ្ញុំព្រមខ្ញុំនឹងប្រែក្លាយជាស្នាដៃសិល្បៈដ៏តាក់ទាញបំផុតក្នុងពិធីជប់លៀងនេះក្នុងខួរក្បាលអ្នកមានតែខ្យូហាវឃីវហាវចុះ15ឆ្នាំមុនវិញយ៉ាងម៉េចដែរស៊ីអៀនខ្ញុំចងចាំអ្នក15ឆ្នាំហើយហេតុអីអ្នកអាចបំភ្លេចខ្ញុំស្អាតរលីងបែបនេះដើម្បីសង្គ្រោះគូដណ្ដឹងខ្ញុំយកខ្លួនឯងទៅលក់ឲ្យបរិសម្នាក់ទៀតសិនស៊ូសិនឈីវចង់បានខ្ញុំមិនមែនមួយថ្ងៃពីរថ្ងៃទេកញ្ញាស៊ីលោកសិនកំពុងរងចាំអ្នកលោកទីបំផុតបានរងចាំឱកាសនេះមកដល់ហើយគាត់ថាឲ្យតែខ្ញុំធ្វើស្រីកំណានគាត់អាចជួយឲ្យខ្យូហាវរស់រានមានជីវិតឡើងវិញខ្ញុំនឹងខ្យូហាវចិត្តរៀបការហើយប៉ុន្តែគាត់ដេកនៅលើគ្រែពេទ្យសូម្បីតែបើភ្នែកមើលមុខខ្ញុំមួយផ្លែតក៏មិនអាចធ្វើកើតចាប់ពីថ្ងៃនេះទៅខ្ញុំបានចូលទៅស្នាក់នៅក្នុងវីឡារបស់សិនស៊ូរោគថ្ងៃនេះស្អាតល្អខ្ញុំចូលចិត្តមនុស្សគ្រប់គ្នាគិតថាខ្ញុំព្រមទទួលវាសនានេះហេប៉ុន្តែពួកគេគិតខុសនិយាយទាំងពិភាក្សានិងដាក់លក្ខខណ្ឌថ្លៃព្យាបាលរបស់ឃីវហាវខ្ញុំសូមយកលុយនេះមុនប្រាក់កក់ថ្លៃព្យាបាល3លានយន្តមកហូបបាយជាមួយគ្នា100000យន្តទៅជួបភ្ញៀវ500000យន្តបង្កើតភាពផ្អែមល្ហែមជាមួយគ្នា1លានយន្តសារចំអកបន្តិចលក់ខ្លួនម្ដងទៀតឡើងថ្លៃហើយហ៎ស៊ូយ៉ានមើលទូរស័ព្ទឃើញសារប្រាក់កក់3លានយន្តត្រូវបានដកហូតវិញនិងឯកសារបដិសេធការព្យាបាលរបស់ឃីវហាវខឹងច្រឡោបតង់ឲ្យស្ដីបន្ទោសឲ្យសិនស៊ីវគាត់នៅមិនទាន់ដឹងខ្លួនផងតើអ្នកយកស្អីមកឲ្យគាត់ប្រឹកមេដៃចាប់ដៃនាងជាប់យ៉ាងតឹងនៅក្នុងពិភពលោករបស់ខ្ញុំចេះតែសម្លាប់មនុស្សប៉ុន្តែមិនចេះជួយសង្គ្រោះមនុស្សទេស្ដាប់បានទេមនុស្សខ្សាច់គ្មានបេះដូងបែបហ្នឹងឯងហ៊ានជាគាត់ទៀតស្រែកទាំងទឹកភ្នែកគឺអ្នកដែលបង្ខំឲ្យឈីវហាវប្រឌិតមេដៃលើលិខិតបោះបង់ការសង្គ្រោះនេះសិនស៊ីវគាត់នឹងស្លាប់ដោយសារអ្នកនិយាយដោយមើងមាត់ដាក់មុខចិត្តគ្នាស៊ូយ៉ានស្គាល់ឋានៈខ្លួនឯងឲ្យច្បាស់មកបើចង់ឲ្យគាត់រស់គឺត្រូវរៀនវិធីអែបអបខ្ញុំឲ្យចេះសិនហើយសិនស៊ីវអ្នកហ៊ានធ្វើមុខក្រាស់លក់ដូរខាតបែបនេះមែនទេខ្ញុំតបលក់ខាតស៊ូយ៉ានឲ្យតែឯងនៅក្នុងដៃខ្ញុំការជួញដូរមួយនេះគឺខ្ញុំទទួលបានប្រាក់ចំណេញរហូតគ្មានថ្ងៃខាតទេហុចឯកសារឲ្យសេចក្តីប្រកាសបដិសេធការព្យាបាលរបស់អ្នកឈីវហាវរួមទាំងនីតិវិធីធ្វើសាកសីស្នាមម្រាមដៃគឺស្របច្បាប់ទាំងអស់គឺភ្ញាក់ឲ្យយ៉ាងខ្លាំងមិនអាចទៅរួចទេគាត់មិនទាន់ដឹងខ្លួនផងតើគាត់យកស្អីមកប្រឌិតមេដៃងាកទៅនិយាយជាមួយសិនស៊ីវក្នុងពេលដែលគ្រប់យ៉ាងស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកហើយចាំបាច់អីមកសម្ដែងរឿងភូតភរបែបនេះទៀតខ្ញុំធ្លាប់ប្រាប់ហើយគឺមិនមែនខ្ញុំទេបើកវីដេអូបង្ហាញការពិតឃើញវីដេអូនោះហើយទើបដឹងថាពិតជាមិនមែនសិនស៊ីវជាអ្នកធ្វើទេដើរទៅរកសិនស៊ីវទាំងមានកំហុសក្នុងចិត្តរឿងការពីម្សិលមិញគឺខ្ញុំបានយល់ច្រឡំលើអ្នកទេសុំទោសផងសុំទោសគឺអាចនិយាយបានប៉ុន្តែត្រូវតែបង្ហាញសេចក្តីស្មោះត្រង់ចេញមកខ្លះឥឡូវទើបចេះសុំទោសហើយហេខ្ញុំមិនបានតាំងចិត្តមិនជឿអ្នកទេស្លៀកពាក់រៀបចំខ្លួនតាមការរៀបចំរបស់សិនស៊ីវជួយរៀបចំសម្លៀកបំពាក់និងខ្សែកឲ្យឯងនៅខឹងទៀតទេចុះឥឡូវនេះត្រៀមខ្លួនជួយពន្លត់ភ្លើងកំហឹងឲ្យខ្ញុំដោយរបៀបណាដែរនិយាយចំអកពេលឃើញអ្នកទាំងពីរដើរចូលមកលោកសិនធ្វើបែបហ្នឹងគឺបោកសុនមនុស្សឲ្យត្រូវចិត្តហើយមែនទេនៅតែស្ដាប់បង្គាប់ល្អណាស់តើកញ្ញាស៊ូអាចអង្គុយចិត្តលោកសិនបានមើលទៅសមត្ថភាពមិនធម្មតាទេទៅសោះខ្ញុំគ្រាន់តែមកអង្បាយជាមួយលោកសិនមួយពេលប៉ុណ្ណោះនិយាយចំអកចំឬថាកញ្ញាស៊ូមានគូដណ្ដឹងស្រាប់ហើយចុះហេតុអ្វីលើបែរជាមកនៅជាមួយលោកសិនទៅវិញមានការភ្ញាក់ផ្អើលនិងតក់ស្លុតក្នុងចិត្តក្រោកឈរឡើងទាំងខឹងសម្បាយ៉ាងខ្លាំងដើរទៅមើលមុខអ្នកនិយាយចំអ្នកណាផ្ដល់ភាពហ៊ានឲ្យពួកឯងមកនិយាយរិះគន់ស្រីមិត្តរបស់ខ្ញុំមើលមុខសិនស៊ីវទាំងទឹកភ្នែកហូរនឹងក្នុងចិត្តគិតតាមការពិតមនុស្សដែលឲ្យខ្ញុំធ្លាក់ក្នុងជ្រោះជ្រៅគឺគាត់ប៉ុន្តែហេតុអីទៅវិញសម្រាប់មនុស្សស្រីបែបនឹងឯងក៏ហ៊ានដែរស្រឡាញ់ដែរលោកប្រធានស៊ីនអ្នកក៏រើសពេកដែរតើគេមិញឯងនិយាយថាមិនពីនាង
ធានស៊ីនកុំប្រកាន់អីគាត់ស្រវឹងធ្ងន់ហើយជួនដំណឹងទៅផ្នែកច្បាប់ក្រុមហ៊ុនសេងយួនដកខ្លួនចេញពីគម្រោងផ្លូវក្រវ៉ាត់ក្រុងខាងត្បូងចំពោះប្រាក់ពិន័យរំលោភកិច្ចសន្យាគឺសងសឹកលោកប្រធានស៊ីនលោកឈួតហើយគម្រោងនេះខ្ញុំខំធ្វើការងារអស់ពាក់កណ្ដាលឆ្នាំដើម្បីនាងម្នាក់ឯងសូម្បីតែគម្រោងតម្លៃរាប់រយលានក៏មិនយកដែរហេចង់ងាប់មែនទេបើឯងហ៊ានប៉ះពាល់នាងបន្តិចទៀតមើលមិនអីទេខ្ញុំបានត្រឹមតែគិតថាអ្នកណាជាអ្នកទាញខ្ញុំធ្លាក់ចូលទៅក្នុងជ្រោះជ្រៅនោះតែហេតុអ្វីមនុស្សប្រភេទថោកទាបបែបនេះក៏សមទទួលបានដែរនាងចឹងជោគស្រីកេងនេះពិតជាមានសមត្ថភាពមែនដើម្បីដេកជាមួយខ្ញុំខាត់អស់រាប់រយលានលោកប្រធានស៊ីនការទិញដូរនេះតើសមតម្លៃដែរឬទេចុះលោកគិតថាសមតម្លៃដែរឬទេយប់នេះខ្ញុំនឹងសងវាវិញម្ដងបន្តិចចាប់ពីពេលនេះទៅលើកលែងតែខ្ញុំគ្មាននាងណាហ៊ានធ្វើបាបអ្នកឡើយធ្វើឲ្យឯងយល់ច្រឡំយូរម្លេះមិនដឹងជាគួរដល់ពេលសងសឹកខ្ញុំវិញហើយឬនៅចូលចិត្តលេងបែបនឹងណាស់មែនទេសុំទោសដែលធ្វើឲ្យឯងរបួសទៀតហើយតែហេតុអ្វីពេលគាត់នៅក្បែរខ្ញុំគាត់បែរជាទន់ភ្លន់ម្លេះរបួសអស់ហើយនេះហៅថាអីផ្ទះមួយកំភ្លៀងរួចឲ្យស្ករគ្រាប់មួយគ្រាប់ថែមទាំងចង់ឲ្យខ្ញុំអន់ក្បាលចុះទៀតមែនទេឯងនៅមិនទាន់អស់ចិត្តទៀតទេមែនទេកុំកំរើកឈឺចាប់ត្រូវតែព្យាបាលខ្ញុំគ្មានចិត្តស្ដាប់សំឡេងយំទីពីររបស់អ្នកទេខ្ញុំស្អប់អ្នកដែលធ្វើបាបខ្ញុំតែគ្រប់ពេលដែលអ្នកធ្វើល្អដាក់ខ្ញុំកាន់តែស្អប់ខ្លួនឯងទ្វេដងយប់នេះគេងទីនេះចុះលោកវិញស៊ូហ្វាងលោកប្រធានស៊ីនហេតុអ្វីត្រូវធ្វើបែបនេះខ្ញុំគួរធ្វើម៉េចចំពោះលោកទៅកញ្ញាហេតុអ្វីប្រញាប់ប្រញាល់ចេញពីផ្ទះម្លេះស្រីកញ្ចនេះពិតជាខ្លាំងមែនបំណុលដែលប្រធានស៊ីនជំពាក់ថ្ងៃនេះច្បាស់ជាត្រូវសងខ្ញុំជាមិនខានស្រីជេងល្អនេះពិតជាមានសមត្ថភាពមែននិយាយទៅកាន់ទូស្រីស្មោះត្រង់ណាស់មិនមែនឯងពូកែខាងនេះទេហេបំណុលដែលសិនស៊ូជំពាក់ឯងមកសងជំនួសផងទៅឯងចង់ងាប់មែនទេសិនស៊ូខ្ញុំឈឺណាប់ណាស់គេកូនសម្លាញ់កុំកំរើកអីប្រសិនបើនាងមានរឿងអ្វីកើតឡើងខ្ញុំនឹងយកជីវិតរបស់ឯងមកសងខ្ញុំឈឺណាប់ណាស់មិនមែនឯងចង់បានខ្ញុំយូរហើយទេឥឡូវនេះមិនបានទេមិនបានពេលនេះខ្លួនប្រាណរបស់ឯងមិនច្បាស់លាស់ទេកុំទៅណាឲ្យតែខ្ញុំបោះជំហានទៅមុខមួយជំហានទៀតនាងបើថ្ងៃស្អែកភ្ញាក់មកក៏នឹងស្អប់ខ្ញុំពេញមួយជីវិតឈប់សិនឈឺណាប់ណាស់ហៅគ្រូពេទ្យមកដល់នឹងពិនិត្យមើលឥទ្ធិពលថ្នាំបានធូរស្រាលហើយយប់នេះខ្ញុំចាំយាមនៅខាងក្រៅគេងចុះហេតុអ្វីមិញមិនបន្តទៀតខ្ញុំខ្លាចថ្ងៃស្អែកភ្ញាក់មកឯងនឹងស្អប់ខ្ញុំស្អប់អ្នកយូរមកហើយខ្ញុំដឹងប៉ុន្តែខ្ញុំព្រមឲ្យឯងស្អប់ខ្ញុំក៏មិនចង់ឲ្យឯងមកស្ដាយក្រោយដែរខ្ញុំដឹងថាខ្ញុំកំពុងធ្វើមិនមែនដោយសារថ្នាំក៏មិនមែនដោយសារការគ្រប់គ្រងមិនបានដែរប៉ុន្តែយប់នេះមិនមែនជាថ្នាំទេគឺខ្ញុំជាអ្នកជ្រើសរើសយកអ្នកនាងដឹងខ្លួនទេថាកំពុងនិយាយអ្វីខ្ញុំដឹងយប់នេះគឺខ្ញុំជ្រើសរើសយកអ្នកលើកនេះគឺជាឯងដែលដើរមករកខ្ញុំសោះយប់នេះគឺខ្ញុំជ្រើសរើសយកអ្នកលើកនេះគឺជាឯងដែលដើរមករកខ្ញុំសោះយប់នេះមិនមែនជាការត្រូវរយគ្នាទេគឺការដោះដូរឈុយយ៉ានឯងចង់បានអ្វីថ្នាំព្យាបាលពិសេសរបស់ជីវហៅនិងសេរីភាពរបស់ខ្ញុំអ្វីដែលខ្ញុំបានសន្យាខ្ញុំនឹងឲ្យទាំងអស់គ្រូពេទ្យព្យាបាលផ្ទាល់របស់ជីវហៅថាស្ថានភាពគាត់ធ្ងន់ធ្ងរណាស់ប្រសិនបើ2 ម៉ោងទៀតមិនទាន់ប្រើថ្នាំទេគាត់ប្រហែលជាមិនអាចឆ្លងផុតយប់នេះទេខ្ញុំយកសេចក្តីថ្លៃថ្នូរមកដូរយកថ្នាំសូម្បីតែយប់មិញក៏ត្រូវខ្ញុំគិតបញ្ចូលក្នុងកិច្ចព្រមព្រៀងនេះដែរប៉ុន្តែថ្នាំហេតុអ្វីមិនទាន់មកដល់សិនស៊ូអ្នកធ្លាប់សន្យាថានឹងជួយសង្គ្រោះគាត់អញ្ចឹងយប់មិញហេតុអ្វីបានជាថ្នាំមិនមកដល់ឬមួយក៏វាជាការគិតទុកជាមុនរបស់អ្នកដែរ
គ្មានចិត្តណាបែបនោះទេប៉ុន្តែឲ្យតែឈីវហាវនៅតែខំប្រឹងសង្គ្រោះជីវិតបែបនេះគាត់នឹងមិនជឿខ្ញុំទេប្រសិនបើឈីវហាវស្លាប់ខ្ញុំនឹងមិនអភ័យទោសឲ្យអ្នកពេញមួយជីវិតឡើយលោកស្រីឈុយអ្នកជំងឺដឹងខ្លួនហើយឈីវហាវអ្នកដឹងខ្លួនហើយតើឲ្យតែអ្នកដឹងខ្លួនពួកយើងអាចចាប់ផ្ដើមសារថ្មីបានមែនទេប្រញាប់ឡើងស្ថានភាពអ្នកជំងឺកាន់តែអាក្រក់ទៅហើយឈីវហាវកុំបោះបង់ខ្ញុំចោលម្នាក់ឯងសន្យាជាមួយខ្ញុំថាត្រូវរស់បន្តឲ្យបានល្អសន្យាហើយណាមិនត្រូវកុហកខ្ញុំទេចាប់ពីពេលនេះទៅបងនឹងនៅកំដរអូនជានិច្ចកុំបោះបង់អូនចោលឈីវហាវឯណាកញ្ញាឈុយអ្នកមានផ្ទៃពោះហើយ